ជំងឺគ្រុនឈាមនៅតែជាបញ្ហាសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជាគួររំលឹកផងដែរថាចំនួនករណីជំងឺគ្រុនឈាមឆ្នាំនេះមានចំនួនសរុប 3862 ករណីជំងឺគ្រុនឈាមនៅមន្ទីរពេទ្យគន្ធបុប្ផាមានចំនួន 1155 ករណីក្នុងរយៈពេល 9 សប្តាហ៍ដំបូងដើមឆ្នាំ 2024 នេះដែលកើនឡើងប្រហែល 2 ដងបើធៀបនឹងឆ្នាំមុនដែលមានចំនួន 393 ករណីសត្វមូសខ្លាញីជាអ្នកខាំបឺតឈាមមនុស្សហើយចម្លងមេរោគបញ្ចូលទៅក្នុងខ្លួនមនុស្សនៅពេលដែលមេរោគជំងឺគ្រុនឈាមត្រូវបានចូលទៅក្នុងខ្លួនមនុស្សមួយរយៈក្រោយមកយើងឃើញថាមនុស្សអាចនឹងកើតទៅជាជំងឺគ្រុនឈាមដែលក្នុងនោះមានរោគសញ្ញានិងសញ្ញាណនៃជំងឺដែលភាសាបច្ចេកទេសយើងហៅថាសញ្ញា clinic តែជាពិសេសគឺដើមឡើងដំបូងគេបំផុតគឺដោយសញ្ញាគ្រុនក្តៅពាក្យថាគ្រុនក្តៅនេះគឺមានលក្ខណៈពិសេសមួយត្រង់ថាគ្រុនក្តៅខ្លាំងភ្លាមចន្លោះពី39អង្សាសេទៅ40អង្សាសេឬក៏លើសពីនោះក្រៅពីរោគសញ្ញាគ្រុនក្តៅនេះជំងឺគ្រុនឈាមក៏មាននៅសញ្ញាអមបន្ទាប់បន្សំមួយចំនួនផ្សេងទៀតដែរអាចមានបន្ថែម1ឬក៏2ឬក៏ច្រើនឧទាហរណ៍ដូចជាមានការចេញនៅមុខក្រហមស្ងួតភ្នែករាងស្រឹមបាទមានពេលខ្លះរាងដូចជាឡើងក្រហមនៅក្របភ្នែកក្រហមបបូរមាត់អាចមាននៅសញ្ញាឈឺពោះឬក៏ឈឺនៅក្នុងពោះបាទអាចមានសញ្ញាឈឺសន្លាក់ដៃសន្លាក់ជើងឬក៏មានចេញនៅចំណុចគេហៅថាកន្ទួលក្រហមដែលកន្ទួលក្រហមនេះប្រៀបដូចជាមូសខាំអញ្ចឹងក៏ប៉ុន្តែចំណុចកន្ទួលក្រហមនោះគឺមិនមែនដូចមូសខាំត្រង់ថាពេលយើងយកដៃទៅញែកលើចំណុចក្រហមនោះទៅគឺចំណុចក្រហមនោះมันបាត់នោះទេហើយបើសិនជាអាចវាមានការវិវត្តទៅជាសភាពធ្ងន់ធ្ងរទៅទៀតនោះគឺអាចមានរហូតដល់លក្ខណៈឈាមចិញ្ចាញធ្មេញឬក៏ឈាមច្រមុះបាទឬក៏អាចរហូតដល់លាមកចេញពណ៌រាងខ្មៅជាដើមឡាក់នឹងនៅមានសញ្ញានិងសញ្ញាណផ្សេងបន្ថែមទៀតអញ្ចឹងយើងឃើញដែរនៅដើមឆ្នាំ2024នេះករណីគ្រុនឈាមនៅតែមាននិងទីពេទ្យជាលំដាប់ទី7នេះមានករណីគ្រុនឈាមសម្រាប់ពេទ្យ659ករណីហើយយើងដឹងហើយរោគសញ្ញានៃជំងឺគ្រុនឈាមគឺក្តៅខ្លួនណាចាប់ដើមក្តៅខ្លួនខ្លាំងណាជួនកាលដល់ថ្ងៃទី3ទី4សម្លឹងអញ្ចឹងចុកដៃចុកជើងឥឡូវមកទីដល់ណាស់59នេះគឺជាករណីគ្រុនឈាមសុខថ្ងៃទី3ទី4នោះចាប់ដើមសុខហើយគឺចាប់ដើមមានការចេញផ្លាស្មាណាពីសរសៃឈាមទៅធ្វើឲ្យបាត់ផ្លាស្មាដំណាក់កាលដំបូងយើងឃើញជាប់ទីទួចណាស់នៅលើស្បែកទីនេះហើយយើងឃើញស្ទាបថ្លើមទៅឈឺបាក់ខ្លួនទៅឈឺអញ្ចឹងឪពុកម្ដាយគួរយកចិត្តទុកដាក់ក្នុងការថែទាំកុមារកុំឲ្យមូសខាំជាពិសេសក្មេងអាយុប៉ុន្មាននេះ7ឆ្នាំហ្នឹងគឺនៅខាងក្រៅពេលថ្ងៃមូសខាំមូសអីនៅសាលារៀនណានៅផ្ទះតែមានជំរកអាចមូសបង្កើតពងបង្កើតអីចឹងអាចឆ្លងទៅកុមារហ្នឹងអញ្ចឹងយើងឃើញដែរនៅក្នុងឆ្នាំ2024នេះនៅតែមានករណីដែលសម្រាប់ពេទ្យ654យើងមានធ្ងន់ធ្ងរទាំងអស់ទេតែយើងមានករណីដែលធ្ងន់ធ្ងរហើយយើងចាំបាច់យើងកុំឲ្យវាកើតគ្រុនឈាមហ្នឹងគ្រុនឈាមមិនទាន់មានវ៉ាក់សាំងការពារឬក៏ថ្នាំព្យាបាលការពារទេគឺអញ្ចឹងយើងត្រូវយល់ដឹងគ្រប់គ្នាពុកម្ដាយចូលរួមដើម្បីកម្ចាត់ទៅហៅមូសកន្លែងមូសដែលអាចពងទៅទឹកពងជាមូសជាអីណាមូសខ្លាដែលជឿនពីជើងខាំទៅថ្ងៃវិធានការបង្ការជំងឺគ្រុនឈាមគឺលុបបំបាត់ជំរកមូសឲ្យអស់នៅតាមផ្ទះនិងក្នុងភូមិរបស់យើងដោយអាណាព្យាបាលមេត្តាបិតាកុមារាកុមារីគ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋានត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជាពាងអាងទឹកថូផ្កាចានទ្រជើងតុទូក្រឡធំជាដើមនៅតាមមូលដ្ឋានដើម្បីដាក់ថ្នាំបណ្ណឃាតសម្រាប់ដង្កូវទឹកនៅក្នុងអាងទឹកពាងទឹកកន្លែងដែលស្តុកទឹកឬចិញ្ចឹមកូនត្រី7ពណ៌នៅកន្លែងដែលអាចចិញ្ចឹមបាននិងការបាញ់ថ្នាំសម្រាប់សហគមន៍ដែលមានការរាតត្បាតខ្លាវាបងដាក់ដីក្នុងទៀនអាងដី
ក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូនជនរួមជាតិបន្តរស់នៅប្រកបដោយអនាម័យលំនៅឋានជុំវិញផ្ទះស្អាតនិងសូមអំពាវនាវដល់ភាគីពាក់ព័ន្ធជំងឺគ្រុនឈាមទាំងអស់រួមទាំងអាជ្ញាធរមូលដ្ឋានចូលរួមសហការពង្រឹងការប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជាជំងឺគ្រុនឈាមអាចបង្ការបានចាប់ផ្ដើមពីបុគ្គលម្នាក់ៗដោយការផ្លាស់ប្ដូរឥរិយាបថរបស់យើងអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ចូលរួមលុបបំបាត់ជំរកមូសដោយបង្កើតសហគមន៍ស្អាតមិនមានសម្បកកង់ឡានសម្បកកំប៉ុងសម្ភារៈផ្សេងៗដែលអាចដក់ទឹកចោលពាសវាលពាសកាលដែលអាចដក់ទឹកនិងក្លាយជាជំរកមូសបុគ្គលនិងគ្រួសារចូលរួមសម្អាតផ្ទះលុបបំបាត់ជំរកមូសការរស់នៅស្អាតបរិស្ថានស្អាតគ្មានដង្កូវទឹកគ្មានមូសខ្លាគឺគ្មានគ្រុនឈាមសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗចាប់ពី39ទៅ40អង្សាសេឬមានសមាជិកគ្រួសារណាមួយដែលមានរោគសញ្ញាដោយការរៀបរាប់សូមស្វែងរកការពិគ្រោះយោបល់និងពិនិត្យព្យាបាលនៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុតជាបន្ទាន់